អេសាយជំពូក3ព្រះជាអម្ចាស់នៃពិភពទាំងមូលនឹងដកអ្វីៗទាំងប៉ុន្មានដែលជាបង្អែករបស់ប្រជាជនចេញពីក្រុងយេរូសាឡឹមនិងស្រុកយូដាគឺលែងមានស្បៀងអាហារនិងប្រភពទឹកលែងមានវីរបុរសលែងមានអ្នកចម្បាំងលែងមានចៅក្រមលែងមានព្យាការីលែងមានហារ៉ាលែងមានប្រតិចាលែងមានមេតបលែងមានអ្នកធំលែងមានទីប្រឹក្សាលែងមានជំនាញការហើយក៏លែងមានគ្រូពូកែខាងមុនអាគមដែរពេលនោះយើងនឹងឲ្យក្មេងខ្មាំងឡើងធ្វើជាមេដឹកនាំត្រួតត្រាលើពួកគេតាមអំពើចិត្តរបស់ខ្លួនក្នុងចំណោមប្រជាជនគេសង្កត់សង្កិនគ្នាទៅវិញទៅមកម្នាក់សង្កត់សង្កិនបងប្អូនរបស់ខ្លួនក្មេងខ្មាំងប្រឆាំងនឹងចាស់មនុស្សពីលប្រឆាំងមនុស្សថ្លៃថ្នូរពេលនោះនឹងមានមនុស្សម្នាក់ចាប់បង្ខំបងប្អូនក្នុងអំបូររបស់ខ្លួនដោយពោលថាបងមានអាវធំដូច្នេះសូមធ្វើជាមេដឹកនាំលើយើងហើយត្រួតត្រាលើទឹកដីដែលគ្មានសណ្ដាប់ធ្នាប់នេះទៅប៉ុន្តែនៅថ្ងៃនោះអ្នកនោះតបទៅវិញថាខ្ញុំមិនមែនជាគ្រូពេទ្យទេនៅក្នុងផ្ទះខ្ញុំក៏គ្មានអាហារឬអាវធំដែរគុំតែងតាំងខ្ញុំជាមេដឹកនាំលើប្រជាជនអីប៉ុន្មានហើយយេរូសាឡឹមជាក្រុងដែលកំពុងតែរលំហើយយូដាជាស្រុកកំពុងតែហិនហោចក្បត់ប្រជាជននាំគ្នាប្រឆាំងនឹងព្រះអង្គម្ចាស់ដើម្បីបន្ថោស្រីរុងរឿងរបស់ព្រះអង្គដោយពាក្យសម្ដីនិងដោយអំពើផ្សេងដែលពួកគេប្រព្រឹត្តរឹកពីរបស់ពួកគេសម្ដែងឲ្យឃើញថាពួកគេមានទោសពួកគេប្រព្រឹត្តអំពើបាបដោយអ្នកក្រុងសូដុំគឺគេប្រព្រឹត្តដោយឥតអៀនខ្មាស់អត់លាក់លៀមសោះឡើយពួកគេត្រូវវេទនាជាមិនខានព្រោះគេបង្កទោសខ្លួនឯងអ្នករាល់គ្នាអាចពោលថាមនុស្សសុចរិតបានសុខដុមរមនាគេនឹងទទួលផលពីកិច្ចការដែលគេធ្វើរីឯមនុស្សអាក្រក់នឹងត្រូវវេទនាគេមិនបានសុខទេគេទទួលផលតាមអំពើដែលខ្លួនប្រព្រឹត្តព្រះម្ចាស់មានព្រះបន្ទូលថាប្រជាជនរបស់យើងត្រូវក្មេងខ្មាំងជិះជាន់សង្កត់សង្កិនស្រីក៏នាំគ្នាត្រួតត្រាលើពួកគេដែរប្រជាជនរបស់យើងអើយពួកមេដឹកនាំរបស់អ្នករាល់គ្នានាំអ្នករាល់គ្នាឲ្យវង្វេងពួកគេនាំឲ្យអ្នករាល់គ្នាឲ្យដើរខុសផ្លូវព្រះម្ចាស់កំពុងតែព្រមព្រៀបកាត់ក្តីព្រះអង្គក្រក់ឡើងវិនិច្ឆ័យទោសជាតិសាសន៍ទាំងឡាយព្រះម្ចាស់ចោទប្រកាន់ពួកប្រតិចារនិងពួកមេដឹកនាំនៃប្រជារាស្ត្ររបស់ព្រះអង្គថាអ្នករាល់គ្នាបានបំផ្លាញចំការទំពាំងមួយជូរអ្នករាល់គ្នារឹបអូសយករបស់ទ្រព្យជនក្រីក្រមកដាក់នៅក្នុងផ្ទះរបស់អ្នករាល់គ្នាហេតុអ្វីបានជាអ្នករាល់គ្នាជន់ឈ្លីប្រជារាស្ត្ររបស់យើងហើយបង្អាប់កិត្តិយសជនក្រីក្រដូច្នេះនេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់នៃពិភពលោកទាំងមូលព្រះម្ចាស់មានព្រះបន្ទូលថាពួកជំទាវនៅក្រុងស៊ីយ៉ូនអួតអាងណាស់ពួកគេមានកិរិយាឆ្មើងឆ្មៃនិងវារឹកខ្ពស់ពួកគេដើរកាច់រៀងទាំងអង្រួនកងជើងឲ្យគេលឺព្រះម្ចាស់នឹងធ្វើឲ្យពួកជំទាវនៅក្រុងស៊ីយ៉ូនកើតរមាស់ពេញក្បាលហើយព្រះម្ចាស់ធ្វើឲ្យក្បាលពួកគេទៅជាត្រងោលនៅគ្រឿងនោះព្រះម្ចាស់នឹងយកគ្រឿងអលង្ការទាំងប៉ុន្មានចេញពីស្ត្រីទាំងនោះគឺព្រះអង្គដកក្រវិលភ្នំសក់បន្តោងខ្សែកទំហរខ្សែដៃស្បៃបាំងមុខស្នៀតសក់ដែលមានដាំពេជ្រកងជើងខ្សែក្រវ៉ាត់ប្រអប់ដាក់គ្រឿងក្រអូបតន្លាប់ចិញ្ចៀនក្រវិលច្រមុះសម្លៀកបំពាក់ដ៏មានតម្លៃអាវវែងអាវធំកាបូបកញ្ចក់ក្រណាត់ស្ដើងឈ្នួតក្បាលនិងស្បៃរុំខ្លួនពេលនោះខ្លួនអាសោតនឹងជំនួសខ្លួនទឹកអប់ច្រវាក់នឹងជំនួសខ្សែក្រណាត់ក្បាលត្រងោនឹងជំនួសសក់ក្រងយ៉ាងស្អាតសម្លៀកបំពាក់កណ្ដាច់និងជំនួសសម្លៀកបំពាក់ដ៏ល្អប្រណិតសញ្ញាដែលគេដៅជាទាសករនិងជំនួសសម្ផស្សដ៏ស្អាតយេរូសាឡឹមអើយប្រុសរបស់អ្នកនឹងត្រូវស្លាប់ដោយមុខដាវទីហ៊ានដកខ្លាំងពូកែរបស់អ្នករាល់គ្នានឹងត្រូវស្លាប់ដោយសឹកសង្គ្រាមក្រុងយេរូសាឡឹមទាំងមូលនឹងយំសោកសង្រេងកាន់ទុក្ខដោយស្ត្រីមេម៉ាយអង្គុយយំនៅលើដីព្រោះបាត់បង់អ្វីៗទាំងអស់ដែលខ្លួនមានអេសាយជំពូក4នៅគ្រានោះស្ត្រី7នាក់នឹងចាំរំចង់បានបរិមម្នាក់ទាំងពោលថាសូមលោកយកយើងខ្ញុំធ្វើជាភរិយាផងសូមដកសេចក្តីអាម៉ាស់ចេញពីយើងខ្ញុំទៅយើងខ្ញុំនៅចិញ្ចឹមជីវិតដោយខ្លួនឯងយើងខ្ញុំនៅរកសម្លៀកបំពាក់ដោយខ្លួនឯងនៅគ្រានោះព្រះម្ចាស់នឹងធ្វើឲ្យពន្លកមួយលូតចេញមកពន្លកនេះនាំជនជាតិអ៊ីស្រាអែលដែលនៅសល់ពីស្លាប់ឲ្យមានកិត្តិយសនិងស្រីរុងរឿងហើយដីនឹងបង្កើតភោគផលដែលនាំឲ្យពួកគេមានមោទនភាពនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញពេលនោះអ្នកនៅក្រុងស៊ីយ៉ូនដែលសល់ពីស្លាប់នៅក្រុងយេរូសាឡឹមដែលបានរួចជីវិតនឹងមានឈ្មោះថាជនដ៏វិសុទ្ធព្រះម្ចាស់កត់ឈ្មោះអ្នកទាំងនោះដើម្បីឲ្យគេរស់នៅក្រុងយេរូសាឡឹមព្រះម្ចាស់នឹងផ្លុំខ្យល់មកដោយភ្លើងដើម្បីវិនិច្ឆ័យនិងជំរះអ្នកក្រុងស៊ីយ៉ូនឲ្យបានរួចផុតពីអំពើសៅហ្មងព្រះអង្គក៏លាងឈាម
ដែលគេបានបង្ហូរនៅក្រុងយេរូសាឡឹមដែរបន្ទាប់មកព្រះម្ចាស់នឹងបង្កើតនំពពកនិងផ្សែងនៅពេលថ្ងៃហើយពន្លឺដ៏ចិញ្ចាចដោយភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅនៅពេលយប់ឲ្យមកស្ថិតលើភ្នំស៊ីយ៉ូនទាំងមូលនិងលើអង្គប្រជុំនានាក្នុងពេលគេប្រារព្ធពិធីបុណ្យស្រីរុងរឿងរបស់ព្រះម្ចាស់នឹងគ្រប់បាំងការពីអ្វីៗទាំងអស់ស្រីរុងរឿងនោះគ្រប់បាំងភ្នំស៊ីយ៉ូនប្រៀបដូចជាជំរកដ៏មលុបដ៏ត្រជាក់ត្រជុំនៅពេលថ្ងៃក្តៅហើយក៏ជាជំរកនៅពេលព្យុះសង្គ្រានិងពេលភ្លៀងផងដែរអេសាយជំពូក5ខ1ដល់ខ23ខ្ញុំសូមច្រៀងបទមួយក្នុងនាមមិត្តរបស់ខ្ញុំជាបទចម្រៀងស្ដីអំពីមិត្តសម្លាញ់របស់ខ្ញុំនិងចំការទំពាំងមួយជូររបស់គាត់មិត្តសម្លាញ់របស់ខ្ញុំមានចំការទំពាំងមួយជូរមួយនៅលើជំរាបភ្នំដែលមានជីជាតិល្អគាត់បានកាប់កោះដីរើសដុំថ្មចេញហើយដាំចំការទំពាំងមួយជូរពុយល្អបំផុតគាត់បានសង់ខ្ទមនិងជីកកន្លែងបញ្ជាន់ផ្លែនៅកណ្ដាលចំការនោះគាត់នឹកសង្ឃឹមថានឹងបានផ្លែល្អតែចំការនោះបើជាបង្កើតសុទ្ធតែផ្លែមិនល្អទៅវិញមិត្តរបស់ខ្ញុំក៏ពោលឡើងថាអ្នកក្រុងយេរូសាឡឹមនិងអ្នកស្រុកយូដាអើយសូមជួយវិនិច្ឆ័យរឿងខ្ញុំនិងចំការទំពាំងមួយជូររបស់ខ្ញុំផងខ្ញុំបានធ្វើការសពគ្រប់ទាំងអស់ចំពោះចំការនេះហើយតើនៅខ្វះអ្វីទៀតខ្ញុំនឹកសង្ឃឹមថានឹងបានផ្លែចំការទំពាំងមួយជូរល្អតើហេតុដូចម្តេចបានជាចំការខ្ញុំបង្កើតសុទ្ធតែផ្លែមិនល្អទៅវិញដូច្នេះឥឡូវនេះខ្ញុំសូមប្រាប់អ្នករាល់គ្នាឲ្យដឹងអំពីការដែលខ្ញុំបំរុងនឹងធ្វើទៅលើចំការនេះគឺខ្ញុំនឹងរើរបងចេញឲ្យសត្វចូលស៊ីបំផ្លាញខ្ញុំនឹងទម្លុះជញ្ជាំងឲ្យគេចូលជន់ឈ្លីខ្ញុំបំផ្លាញវាឲ្យដូចចំការដែលគេបោះបង់ចោលគ្មានអ្នកណាលួសមេឃគ្មានអ្នកណាជ្រក់ដីទៀតឡើយគឺមានតែរពាក់បន្លាដុះពីពេញខ្ញុំនឹងហាមពពកមិនឲ្យបង្អុលភ្លៀងមកលើចំការនេះតទៅទៀតឡើយចំការទំពាំងមួយជូររបស់ព្រះម្ចាស់នៅពិភពទាំងមូលគឺប្រជាជនអ៊ីស្រាអែលដើមទំពាំងមួយជូរដែលព្រះអង្គស្រឡាញ់គឺប្រជាជនយូដាព្រះអង្គនឹកសង្ឃឹមថាពួកគេនឹងប្រព្រឹត្តអំពើយុត្តិធម៌តែពួកគេបែរជាប្រព្រឹត្តអំពើទុច្ចរិតព្រះអង្គនឹកសង្ឃឹមថាពួកគេនឹងប្រព្រឹត្តអំពើសុចរិតតែព្រះអង្គបានលឺស្នូរសម្រែករបស់អ្នកដែលត្រូវគេជិះជាន់ទៅវិញអស់អ្នកដែលរឹបអូសយកផ្ទះគេមកធ្វើជាផ្ទះខ្លួនឯងមុខជាត្រូវវេទនាពុំខានអស់អ្នកដែលយកដីគេមកបញ្ចូលក្នុងដីខ្លួនឯងក៏ត្រូវវេទនាដែរពួកគេធ្វើដូច្នេះរហូតតតែអ្នកផ្សេងលែងមានដីទៀតហើយនៅទីបំផុតក្នុងស្រុកមាននៅសល់តែពួកគេប៉ុណ្ណោះខ្ញុំបានលើព្រះម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថាផ្ទះទាំងនេះមុខជាត្រូវវិនិច្ឆ័យអន្តរាយអស់ផ្ទះដ៏ស្កឹមស្កាយទាំងនេះនឹងគ្មានមនុស្សនៅទៀតទេចំការទំពាំងមួយជូរ3ហិកតានឹងឲ្យផលបានត្រឹមតែស្រា50លីត្រស្រូវពូជដែលព្រុសទៅ100គីឡូបានផលត្រឹមតែ10គីឡូប៉ុណ្ណោះអស់អ្នកដែលក្រោកឡើងពីព្រលឹមស្វែងរកស្រាខ្លាំងហើយគិតតែផឹករហូតដល់អត្រាតមុខជាត្រូវវេទនាពុំខានពួកគេគិតតែពីផឹកស្រាសប្បាយដែលមានសម្លេងប៉ិននិងចាប៉ីព្រមទាំងក្រាបនិងខ្លុយលេងកំដរពួកគេឥតចាប់អារម្មណ៍នឹងកិច្ចការដែលព្រះម្ចាស់កំពុងធ្វើគេឥតឃើញថាព្រះអង្គកំពុងសម្រេចការអ្វីទេហេតុនេះហើយបានជាខ្មាំងនឹងគាប្រជារាស្ត្ររបស់យើងលំយកទៅជាឆ្លើយត្បិតពួកគេមិនយល់អ្វីទាំងអស់អ្នកធំរបស់គេនឹងស្លាប់ដោយអត់បាយប្រជាជនតូចតាចនឹងស្លាប់ដោយអត់ទឹកក្នុងពេលដែលពួកគេកំពុងជប់លៀងសប្បាយមច្ចរិកនឹងបើកមាត់ចំហយ៉ាងធំលេបយកទាំងអ្នកធំទាំងប្រជាជនតូចតាចនៅក្រុងយេរូសាឡឹមមនុស្សលោកនឹងត្រូវអាប់អោនគេនឹងដួលកាប់មុខដល់ដីមនុស្សមានចិត្តប្រហើននឹងត្រូវបន្ទាបចុះព្រះម្ចាស់នៃពិភពទាំងមូលនឹងសម្ដែងភាពថ្កុំថ្កើងរបស់ព្រះអង្គដោយវិនិច្ឆ័យទោសពួកគេព្រះដ៏វិសុទ្ធនឹងសម្ដែងភាពវិសុទ្ធរបស់ព្រះអង្គដោយប្រព្រឹត្តតាមសេចក្តីសុចរិតវងជៀមនឹងដើររកស៊ីតាមគំនរបាក់បែកដោយនៅតាមវាស្មៅហើយពពែដែលគេបំពន់ក៏មកស៊ីស្មៅនៅតាមនោះដែរអស់អ្នកដែលខំប្រឹងប្រព្រឹត្តអំពើបាបដោយគោខំប្រឹងទិញរទេះមុខជាត្រូវវេទនាពុំខានព្រោះគេនឹងទទួលទោសតាមអំពើដែលខ្លួនប្រព្រឹត្តពួកគេពោលថាសូមព្រះម្ចាស់បំពេញកិច្ចការរបស់ព្រះអង្គឲ្យឆាប់ទៅដើម្បីឲ្យយើងបានឃើញផងសូមឲ្យគម្រោងការរបស់ព្រះអង្គដ៏វិសុទ្ធនៅជនជាតិអ៊ីស្រាអែលបានសម្រេចឆាប់ដើម្បីឲ្យយើងបានស្គាល់ផងអស់អ្នកដែលហៅអំពើអាក្រក់ថាល្អហៅអំពើល្អថាអាក្រក់ចាត់ទុកភាពងងឹតថាជាពន្លឺចាត់ទុកពន្លឺថាជាភាពងងឹតហើយចាត់ទុកការជូរចត់ថាជាការសប្បាយចាត់ទុកការសប្បាយថាជាការជូរចត់មុខជាត្រូវវេទនាពុំខានអស់អ្នកដែលនឹកស្មានថាខ្លួនមានប្រាជ្ញា
ហើយចាត់ទុកខ្លួនឯងថាជាអ្នកចេះដឹងមុខជាត្រូវវេទនាពំខានអស់អ្នកដែលពូកែខាងផឹកស្រាហើយជាជើងឯកខាងបិទស្រាខ្លាំងមុខជាត្រូវវេទនាពំខានពួកគេទទួលសំណោកហើយចាត់ទុកជនឧក្រិដ្ឋថាគ្មានទោសនិងចាត់ទុកជនស្លូតត្រង់ថាមានទោសវិញទំនុកដំកើងចំពោះ109ខ8ដល់ខ15សូមកុំឲ្យគេរស់បានយូរឡើយសូមឲ្យមានម្នាក់ទៀតកាន់តំណែងជំនួសសូមឲ្យកូនចៅរបស់គេក្លាយទៅជាក្មេងកំព្រាហើយប្រពន្ធរបស់គេក្លាយទៅជាស្ត្រីមេម៉ាយសូមឲ្យកូនរបស់អ្នកនោះក្លាយទៅជាមនុស្សអនាថាដើរសុំទានហើយត្រូវគេដេញចេញពីទីលំនៅដែលរលំបាក់បែកសូមឲ្យម្ចាស់បំណុលមករឹបអូសយកអ្វីៗដែលគេមានហើយឲ្យជនបរទេសមកប្លន់យកអ្វីៗដែលគេខំប្រឹងរកបានសូមគុំឲ្យមាននរណាម្នាក់សម្ដែងចិត្តមេត្តាករណាចំពោះគេឡើយហើយក៏គុំឲ្យមាននរណាម្នាក់អាណិតអាសូរកូនចៅរបស់គេដែលនៅកំព្រាដែរសូមដកជីវិតពុយពងរបស់គេហើយលុបបំបាត់នាមត្រកូលរបស់គេនៅចំនួនក្រោយសូមប្រម្ចាស់ចងចាំនៅកំហុសដែលដូនតារបស់គេបានប្រព្រឹត្តហើយគុំឲ្យព្រះអង្គភ្លេចអំពើបាបដែលម្ដាយរបស់គេបានប្រព្រឹត្តដែរសូមព្រះម្ចាស់ចងចាំនៅអំពើបាបរបស់ពួកគេជានិច្ចពេលពួកគេស្លាប់សូមព្រះអង្គធ្វើកុំឲ្យមាននរណានឹកនាដល់ពួកគេឡើយសុភាសិតចំពុក23ខ1ដល់ខ3កាលណាអ្នកអង្គុយរួមតុជាមួយពួកអ្នកធំតោងគិតថាតើនរណាអង្គុយនៅមុខអ្នកបាទដឹងខ្លួនថាអ្នកជាមនុស្សល្មមស៊ីចូលទប់ចំណងឃ្លាននោះទៅកុំលោភចង់បានម្ហូបឆ្ងាញ់របស់គេក្រែងលំម្ហូបនោះជាគ្រឿងបញ្ឆោតអ្នកកូរិនថូសខ្សែទី2ចំពុក8បងប្អូនអើយយើងសូមជម្រាបបងប្អូនអំពីព្រះគុណដែលព្រះជាម្ចាស់បានប្រោសប្រទានដល់ក្រុមជំនុំនានានៅស្រុកម៉ាសេដូនគឺទោះបីបងប្អូនទាំងនោះកំពុងជួបប្រទះទុក្ខវេទនាជាច្រើនយ៉ាងណាក្តីក៏គេមានអំណរខ្លាំងក្រៃលែងហើយទោះបីគេក្រតោកយ៉ាកយ៉ាងណាក្តីក៏គេនៅតែមានចិត្តសន្ធាជ្រះថ្លាដល់លើសលប់ដែរបងប្អូនទាំងនោះបានចូលប្រាក់តាមសមត្ថភាពរបស់ខ្លួនហើយខ្ញុំសូមបញ្ជាក់ថាគេធ្វើលើសពីសមត្ថភាពនិងដោយស្ម័គ្រអស់ពីចិត្តទៀតផងពួកគេបានទទូចសុំយើងមេត្តាអនុញ្ញាតឲ្យគេចូលរួមបម្រើការងារនេះគឺផ្ញើប្រាក់ទៅជួយប្រជាជនដ៏វិសុទ្ធគេធ្វើដូច្នេះលើសពីសេចក្តីសង្ឃឹមរបស់យើងទៅទៀតគឺមុនដំបូងគេថ្វាយខ្លួនទៅព្រះអម្ចាស់បន្ទាប់មកគេក៏ដាក់ខ្លួនបម្រើយើងស្របតាមព្រះハរតីរបស់ព្រះជាម្ចាស់ដែរហើយនេះហើយបានជាយើងអង្វរលោកទីតូសឲ្យមកបង្ហើយការប្រមូលដង្វាយនេះពីបងប្អូនដោយគាត់បានចាប់ដើមរួចមកហើយបងប្អូនបានចម្រើនឡើងយ៉ាងបរិបូរណ៍គ្រប់វិស័យទាំងអស់គឺមានជំនឿមានសំណួរវោហាមានចំណេះមានចិត្តខ្នះខ្នែងគ្រប់យ៉ាងព្រមទាំងមានចិត្តស្រឡាញ់យើងផងហើយនេះចំពោះការប្រមូលដង្វាយចូលចម្រើនឡើងយ៉ាងបរិបូរណ៍ដូច្នោះដែរខ្ញុំនិយាយបែបនេះមិនមែនបញ្ជាបងប្អូនទេគឺខ្ញុំគ្រាន់តែចង់ស្ទង់មើលចិត្តស្រឡាញ់ដ៏ស្មោះរបស់បងប្អូនដោយនិយាយអំពីការខ្នះខ្នែងរបស់អ្នកឯទៀតប៉ុណ្ណោះត្បិតបងប្អូនស្គាល់ព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទស្រាប់ហើយគឺព្រះអង្គមានសម្បត្តិដ៏ច្រើនទ្រង់បានដាក់ខ្លួនមកជាអ្នកក្រព្រោះតែបងប្អូនដើម្បីឲ្យបងប្អូនបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គត្រង់នេះខ្ញុំគ្រាន់តែជូនយោបល់បងប្អូនប៉ុណ្ណោះគួរក៏បីបង្ហើយកិច្ចការដែលបងប្អូនបានចាប់ដាំធ្វើតាំងពីឆ្នាំទៅបងប្អូនមិនត្រឹមតែបានចាប់ដាំធ្វើមុនគេប៉ុណ្ណោះទេគឺថែមទាំងបានផ្ដាំគំនិតទៀតផងដូច្នេះសូមបងប្អូនបង្ហើយការនេះឥឡូវចុះបងប្អូនមានឆន្ទៈផ្ដាំគំនិតនេះយ៉ាងណាត្រូវធ្វើឲ្យបានសម្រេចជាស្ថាពរតាមសមត្ថភាពដែលបងប្អូនមានយ៉ាងនោះដែរកាលណាយើងមានឆន្ទៈល្អយើងនឹងបានគប់ព្រះハរតីព្រះជាម្ចាស់តាមអ្វីៗដែលយើងមានគឺមិនមែនតាមអ្វីៗដែលយើងគ្មាននោះទេក៏ប៉ុន្តែមិនត្រូវឲ្យបងប្អូនជួយអ្នកដទៃរហូតដល់ខ្លួនឯងខ្វះខាតនោះឡើយគឺគ្រាន់តែធ្វើឲ្យមានស្មើគ្នាប៉ុណ្ណោះក្នុងកលៈទេសៈសប្តាហ៍ថ្ងៃអ្វីៗដែលបងប្អូនមានលើសពីសេចក្តីត្រូវការបងប្អូនយកទៅផ្គត់ផ្គង់អស់អ្នកដែលខ្វះខាតលុះដល់ថ្ងៃមួយពេលបងប្អូនខ្វះខាតគេនឹងយកអ្វីៗដែលគេមានលើសពីសេចក្តីត្រូវការមកផ្គត់ផ្គង់បងប្អូនវិញធ្វើដូច្នេះទើបមានស្មើគ្នាដោយមានសេចក្តីចាញ់ទុកមកថាអ្នកប្រមូលបានច្រើនក៏មិនមានច្រើនជ្រុលរីឯអ្នកដែលប្រមូលបានបន្តិចបន្តួចក៏មិនខ្វះខាតអ្វីដែរសូមអរព្រះគុណព្រះជាម្ចាស់ដែលបានប្រោសប្រទានឲ្យមានលោកទីតូសមានចិត្តខ្នះខ្នែងចង់ជួយបងប្អូនដូចយើងដែរត្បិតគាត់បានយល់ព្រមធ្វើតាមសំណូមពររបស់យើងហើយលើសពីនេះគាត់ក៏មានចិត្តខ្នះខ្នែងសម្រេចចិត្តដោយខ្លួនឯងធ្វើដំណើរមករកបងប្អូនយើងបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយគាត់
គឺបងប្អូនម្នាក់ដែលក្រុមជំនុំទាំងអស់កោតសរសើរក្នុងការផ្សព្វផ្សាយដំណឹងល្អមិនតែប៉ុណ្ណោះសោតក្រុមជំនុំបានជ្រើសរើសគាត់ឲ្យរួមដំណើរជាមួយជើងក្នុងមុខងារប្រមូលដង្វាយនេះដើម្បីលើកតម្កើងសេរីរុងរឿងរបស់ព្រះម្ចាស់និងដើម្បីសម្ដែងឆន្ទៈល្អរបស់យើងដែរយើងចង់ជៀសវាងមិនឲ្យគេរិះគន់យើងអំពីរបៀបចាត់ចែងប្រាក់ដែលរៃបានដល់ច្រើននេះឡើយក្បត់យើងចង់ធ្វើការល្អមិនត្រឹមតែនៅចំពោះព្រះភ័ក្ត្រព្រះម្ចាស់ប៉ុណ្ណោះទេគឺថែមទាំងនៅចំពោះមុខមនុស្សទាំងអស់ទៀតផងយើងបានចាត់បងប្អូនយើងម្នាក់ទៀតឲ្យមកជាមួយអ្នកទាំងពីរយើងធ្លាប់លបងលោចិត្តគាត់ជាច្រើនលើកជាច្រើនសារហើយឃើញថាគាត់ពិតជាមានចិត្តខ្នះខ្នែងមែនលើកនេះគាត់បានបង្ហាញនៅទឹកចិត្តខ្នះខ្នែងជាងមុនទៅទៀតព្រោះគាត់ទុកចិត្តបងប្អូនខ្លាំងណាស់ចំពោះលោកទីតូក៏ជាសាការីរបស់ខ្ញុំហើយក៏ធ្វើការរួមជាមួយខ្ញុំដើម្បីបម្រើបងប្អូនរីឯបងប្អូនពីរនាក់ទៀតជាតំណាងរបស់ក្រុមជំនុំនិងជាស្រីរុងរឿងរបស់ព្រះគ្រីស្ទដូច្នេះសូមបងប្អូនសម្ដែងឲ្យក្រុមជំនុំនានាឃើញថាបងប្អូនស្រឡាញ់គេពិតមែននិងឃើញថាសេចក្តីដែលយើងនិយាយសរសើរពីបងប្អូនប្រាប់គេនោះពិតជាត្រឹមត្រូវមែន